ទី8រឿងទឹកចិត្តដល់ប្រពៃណីដល់ប្រពៃប្រពៃអំណាចចូលអានរឿងខាងក្រោមរួចឆ្លើយនឹងសំណួរថ្ងៃមួយស្រីនាថបានត្រឡប់មកពីសាលារៀនមុនម៉ោងមានណានឆ្ងាយក៏សួរយីថ្ងៃនេះម្ដេចក៏កូនចេញពីរៀនមុនម៉ោងដូច្នេះស្រីនាថឆ្លើយចាស់ម៉ាក់ថ្ងៃនេះអ្នកគ្រូខ្ញុំឈឺស្រីនាថបានសុំម្ដាយឲ្យជូននាងទៅសួរសុខទុក្ខអ្នកគ្រូដែលកំពុងសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពមីណានឆ្លើយល្អហើយកូនម៉ាក់ជូនកូនទៅតែចាំម៉ែរៀបចំផ្លែឈើបន្តិចបន្តួចញ៉ាជូនកូនជូនគាត់ឃើញស្រីនាថនិងម្ដាយមកដល់អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់គាត់និយាយអ្នកគ្រូសូមអរគុណកូនស្រីនាថនិងអ្នកមីងដែលមកសួរសុខទុក្ខខ្ញុំមីណានតបមិនអីទេសូមជូនពរអ្នកគ្រូឲ្យឆាប់ជាស្រះបាយអ្នកគ្រូចាអរគុណអ្នកគ្រូជាឪពុកម្ដាយទី2របស់យើងការអានពាក្យក៏អំណានពាក្យមណ្ឌលអានថាមណ្ឌលសុខភាពអានថាសុខភាពទុកអានថាទុកខបញ្យលពាក្យមណ្ឌលសុខភាពណាក់ពាក្យនាមទីកន្លែងសម្រាប់ពិនិត្យជាបាលអ្នកគ្រូអ្នកជំងឺនៅក្នុងឃុំព្យាបាលអ្នកពាក្យនាមការថែរក្សាជំងឺសាច្បាយអ្នកពាក្យគុណនាមដែលស្រាជាពីជំងឺក៏បដិស័ព្ទកិនទៅនឹងតសុកទៅនឹងតុកខវចនៈស័ព្ទនឹងពាក្យសបាយឥតព្រួយត្រេកអររីករាយស្រួលចិត្តអំណរស្រស់ស្រាយងស័កទៅស័កស័ព្ទនឹងពាក្យពោលណាពាក្យនាមគុណដល់ប្រសើរគុណដែលប្រាថ្នាចង់បានឧទាហរណ៍ជូនពរណាពាក្យកិរិយាលើកដាក់លើចង្កេះគៀបនឹងដៃឧទាហរណ៍ពណ៌កូន